9 ខែជាងហើយមិនទាន់បានសំណងទេហើយខ្ញុំមកនេះមកសុំពឹងប្អូនឲ្យប្អូនជួយសបផ្សាយដើម្បីរកភាពយុត្តិធម៌ឲ្យរូបនាងខ្ញុំផងនាងខ្ញុំបាត់បង់កូនហើយសូមកុំឲ្យខ្ញុំបាត់បង់សំណងទៀតបាទអូអាចមីងអាចបញ្ជាក់រឿងរ៉ាវថ្ងៃកើតហេតុបានទេកូនមីងមានឈ្មោះអីដែរមីងកូនខ្ញុំឈ្មោះធាឡាវេលអាយុ20ឆ្នាំបាទថ្ងៃហ្នឹងគាត់សុំខ្ញុំទៅញ៉ាំអីជុំគ្នាជាមួយមិត្តភ័ក្តិព្រោះជាថ្ងៃខួបកំណើតរបស់គាត់បាទប៉ុន្តែមានមិត្តភ័ក្តិម្នាក់តែហៅគាត់យកនំខួបគាត់ក៏ចេញម៉ូតូខ្ចីម៉ូតូមិត្តភ័ក្តិទៅយកនំមិនទាន់នឹងបានចេញទៅដល់ផងជួបនឹងឡានជន់បង្កបើកបោដោយភាពស្រវឹងជោគជាំបានចូលមកកន្លងផ្លូវកូននាងខ្ញុំបុកបណ្ដាលឲ្យស្លាប់ភ្លាមនៅកន្លែងបុកប្រាក់ជីវិតមកណាមីងណាចាឡានអីគេដែរមីងឡានអាព្រុសវាស់អូន 1.28 ជាតិអកុលគាត់ណែគាត់បើកមិនរួចផងរឿងរ៉ាវទាំងអស់ហ្នឹងតាំងពីថ្ងៃណាខែណាមកដែរណាមីងថ្ងៃទី6 ខែ 7 2025ជឿចាប់ណាអូនដូចសម្លឹងឃើញរូបថតកូនថ្ងៃណាក៏ទឹកភ្នែកថ្ងៃណាក៏ទឹកភ្នែកព្រោះកូនខ្ញុំជាក្មេងល្អគាត់ដើរកន្លងធေါ်ឪពុកម្ដាយមិនដែលធ្វើឲ្យម្ដាយពិបាកចិត្តទេបាទអូនជាកូនទីម៉ានណាមីងកូនទី1អូនកូនទី1អញ្ចឹងណាមីងមានកូនក្នុងបន្ទុកគ្រួសារចំនួនប្រហែលអ្នក3នាក់តែប្រព័ន្ធតឡាការគាត់បានកាត់ក្តីឲ្យអ្នកមីងតែឈ្នះហើយចាគាត់បានកាត់ក្តីឲ្យនាងខ្ញុំចរចាជាមួយជនបង្កគាត់បានកាត់ក្តីឲ្យនាងខ្ញុំទទួលសំណងនៅ45លានបាទប៉ុន្តែមកទល់នឹងពេលនេះនាងខ្ញុំមិនទាន់បានឃើញសំណងហើយក៏មិនទាន់បានទទួលសំណងពីជនបង្កដែរបាទដំណោះស្រាយនេះវាយូរពេកអញ្ចឹងនាងខ្ញុំមិនអាចទទួលយកបានដោយសារនាងខ្ញុំត្រូវមានបន្ទុកជាច្រើនត្រូវសងម៉ូតូគេត្រូវសងថ្លៃបុណ្យសពកូននាងខ្ញុំអត់មានលទ្ធភាពខ្ញុំដើររកខ្ចីបុលគេយកមកធ្វើបុណ្យឲ្យកូនសងថ្លៃម៉ូតូគេហ្នឹងម៉ូតូរឿងអីណាមីងគាត់ខ្ចីម៉ូតូគេជីគាត់ខ្ចីម៉ូតូមិត្តភ័ក្តិគាត់ទៅយកនំហ្នឹងអាម៉ូតូ PCX ពណ៌ខ្មៅហ្នឹងណាមីងចាម៉ូតូ PCX ម៉ូតូគេទេម៉ូតូមិត្តភ័ក្តិគាត់ទេមិនម៉ូតូខ្លួនឯងទេមិនម៉ូតូខ្លួនឯងទេម៉ូតូគាត់ខ្ចីគេទេអញ្ចឹងឥឡូវម្ចាស់ម៉ូតូគេត្រូវការសំណងម៉ូតូទៀតចាគេត្រូវការសំណងម៉ូតូពីខ្ញុំអញ្ចឹងហើយខ្ញុំអត់មានលទ្ធភាពសងម៉ូតូគេទេដោយសារខ្ញុំមិនទាន់បានទទួលសំណងបាទហើយការដែលបុណ្យសពកូនក៏ខ្ញុំខ្ចីគេបុលគេយកលុយមកធ្វើបុណ្យសពឲ្យកូនខាងជនបង្កអត់មានតាក់ទងមកខាងខ្ញុំតាំងពីថ្ងៃដែលបង្កហេតុនៅលើកូនខ្ញុំរហូតមកដល់លំពេលនេះខ្ញុំមិនទាន់បានជួបខាងជនបង្កមកដោះស្រាយឲ្យនាងខ្ញុំតាក់ទងមករឿងសំណងហ្នឹងទេបាទតឡាការកាត់ឲ្យខ្ញុំឈ្នះក្តីបាទដោយខ្ញុំបាត់បង់កូនខ្ញុំត្រូវទទួលបាន45លានចុះច្បាប់តឡាការកាត់ហើយហេតុអីខ្ញុំអត់បានទទួលសំណងតើច្បាប់ហ្នឹងមានន័យអត់មានភាពអយុត្តិធម៌សម្រាប់ខ្ញុំអ្នករងគ្រោះអត់ដែលខ្ញុំបាត់បង់កូនហើយខ្ញុំត្រូវទទួលបន្ទុកជាពាក់បំណុលគេដោយសារធ្វើបុណ្យឲ្យកូនទទួលបន្ទុកត្រូវជាពាក់ថ្លៃម៉ូតូគេខ្ញុំសូមទទូចឲ្យទទូចទៀតសូមដល់អាយឧត្តមកៅរិទ្ធមេត្តាជួយសាវជ្រាវរឿងក្តីគ្រូកូននាងខ្ញុំសូមមេត្តាជួយរកភាពយុត្តិធម៌ឲ្យខ្ញុំបានទទួលសំណងនេះផងពីព្រោះនាងខ្ញុំពិបាកខ្លាំងណាស់ដោយសារតែបាត់បង់កូនជាចំហនៃគ្រួសារហើយសូមកុំឲ្យខ្ញុំបាត់បង់សំណងនេះអីសូមលោកមេត្តាជួយខ្ញុំឲ្យខ្ញុំបានទទួលសំណងដែលខ្ញុំត្រូវបាននេះផងរឿងរ៉ាវទាំងអស់នេះយើងសង្ឃឹមថាអ្នកមីងនឹងអាចទទួលបានសំណងដើម្បីដោះតល់រឿងរ៉ាវដែលគាត់ជំពាក់គេសង្ឃឹមថាអាដាមកែរិទ្ធលោកនឹងមានវិធានការដើម្បីស្រាវជ្រាវរឿងនេះឡើងវិញដើម្បីឲ្យគាត់បានទទួលសំណងអរគុណនេះជាការរៀបរាប់របស់គាត់ខ្ញុំមិនអាចទៅផ្សាយព័ត៌មានបំភ្លឺនិងបំភ្លៃការពិតទេគាត់ជាអ្នកលើកឡើងហើយរឿងនេះសង្ឃឹមថាអ្នកមីងទទួលបានភាពយុត្តិធម៌សាហារ៉ាក្រុមនឹងជម្រាបសួរប្រិយមិត្តទស្សនិកជនដែលនិយមនឹងតាមដានរាល់ការផ្សាយរបស់អង្គភាព KA News ផងដែរឥឡូវនេះអ្នកមីងម្នាក់បានកាន់រូបថតមួយសន្លឹកស្នើសុំឲ្យខ្ញុំផ្សព្វផ្សាយជាដំណឹងនេះផងដើម្បីឲ្យថ្នាក់ដឹកនាំជួយដល់រឿងរ៉ាវរបស់គាត់ដោយខាងតុលាការបានកាត់ក្តីឲ្យកូន
ប្រុសរបស់គាត់បាទដោយសារតែកូនប្រុសរបស់គាត់ហ្នឹងគឺមានគ្រោះថ្នាក់ចរាចរណ៍នៅត្រង់ចំណុចបាទផ្លូវរទេះភ្លើងក្នុងសកាត់ក្រាំងក្នុងខណ្ឌសែនសុខកាលពីឆ្នាំ2025ឥឡូវនេះតុលាការបានកាត់ក្តីឲ្យឈ្នះរឿងក្តីនេះហើយប៉ុន្តែគាត់មិនទាន់បានទទួលសំណងនេះទេឥឡូវនេះក៏ស្នើសុំឲ្យខ្ញុំផ្សព្វផ្សាយដើម្បីឲ្យសមត្ថកិច្ចឬក៏ថ្នាក់ដឹកនាំជួយអន្តរាគមន៍ឬក៏អាដាមកែវរិទ្ធដើម្បីជួយស្រាវជ្រាវរឿងនេះបន្តទៀតឥឡូវយើងចង់ដឹងរឿងយើងទៅជួបគាត់ទាំងអស់គ្នាជំរាបសួរមីងមានឈ្មោះអីដែរមីងនាងខ្ញុំឈ្មោះយុនស្រីអានអាយុប្រហែលណាមីងអាយុ45ឆ្នាំហើយអូនស្នាក់នៅណាថ្ងៃមីងនៅសង្កាត់កូរកាឈុកវ៉ា1ខណ្ឌប្រៃភ្នៅបាទហើយកាន់រូបថតនេះរូបថតនឹងត្រូវជាអ្វីជាមួយមីងហើយមានបញ្ហាអីបានកាន់រូបថតគាត់មកហ្នឹងត្រូវជាកូនរបស់ខ្ញុំគាត់ជួបគ្រោះថ្នាក់ចរាចរណ៍តាំងពីថ្ងៃទី6ខែ7 2025មកទល់នឹងពេលនេះនាងខ្ញុំមិនទាន់បានទទួលសំណងពីខាងជនបង្គរទេខ្ញុំកាន់រូបថតមកនេះសូមសទូចឆ្នើសូមដល់អាយដាមកៅរិទ្ធមេត្តាអាណិតជួយដោះស្រាយរកភាពយុត្តិធម៌ឲ្យនាងខ្ញុំផងព្រោះនាងខ្ញុំរងចាំសំណង9ខែជាងហើយមិនទាន់បានសំណងទេហើយខ្ញុំមកនេះមកសូមពឹងប្អូនឲ្យប្អូនជួយសបផ្សាយដើម្បីឲ្យបានដល់ថ្នាក់ដឹកនាំទាំងអស់មេត្តាជួយរកភាពយុត្តិធម៌ឲ្យរូបនាងខ្ញុំផងនាងខ្ញុំបាត់បង់កូនហើយសូមកុំឲ្យខ្ញុំបាត់បង់សំណងទៀតបាទអូអាចមីងអាចបញ្ជាក់រឿងរ៉ាវថ្ងៃកើតហេតុបានទេកូនមីងមានឈ្មោះអីដែរមីងកូនខ្ញុំឈ្មោះធាឡាវេលអាយុ20ឆ្នាំបាទថ្ងៃហ្នឹងគាត់សុំខ្ញុំទៅញ៉ាំអីជុំគ្នាជាមួយមិត្តភ័ក្តិព្រោះជាថ្ងៃខួបកំណើតរបស់គាត់បាទប៉ុន្តែមានមិត្តភ័ក្តិម្នាក់តែហៅគាត់យកនំខួបគាត់ក៏ចេញម៉ូតូខ្ចីម៉ូតូមិត្តភ័ក្តិទៅយកនំមិនទាន់នឹងបានចេញទៅដល់ផងជួបនឹងឡានជនបង្កបើកបរដោយភាពស្រវឹងជោគជាំបានចូលមកកន្លងផ្លូវកូននាងខ្ញុំបុកបណ្ដាលឲ្យស្លាប់ភ្លាមនៅកន្លែងបុកប្រាក់ជីវិតមកណាមិញណាចាឡានអីគេដែរមិញឡានអាព្រុសចាចំមានសមត្ថកិច្ចមានវាស់ជាតិអាល់កុលគាត់កម្រិតប្រមាណទេមិញវាស់អូន 1.28 ជាតិអាល់កុលគាត់ណែគាត់បើកមិនរួចផងរឿងរ៉ាវទាំងអស់ហ្នឹងតាំងពីថ្ងៃណាខែណាមកដែរណាមិញថ្ងៃទី6ខែ7 2025ភ្លាមហ្នឹងសមត្ថកិច្ចគេបានធ្វើការអីមកប្រាប់មិញខ្លះគេអត់មានប្រាប់អីទេគេគ្រាន់តែខាត់ជនបង្កយកទៅដាក់ប៉ោះហើយនាងខ្ញុំរងចាំការដំណោះស្រាយនេះវាយូរពេកអញ្ចឹងនាងខ្ញុំមិនអាចទទួលយកបានដោយសារនាងខ្ញុំត្រូវមានបន្ទុកជាច្រើនត្រូវសងម៉ូតូគេត្រូវសងថ្លៃបុណ្យសពកូននាងខ្ញុំអត់មានលទ្ធភាពខ្ញុំដើររកខ្ចីបុលគេយកមកធ្វើបុណ្យឲ្យកូនសងថ្លៃម៉ូតូគេហ្នឹងម៉ូតូរឿងអីណាមីងគាត់ខ្ចីម៉ូតូគេជីគាត់ខ្ចីម៉ូតូមិត្តភ័ក្តិគាត់ទៅយកនំហ្នឹងអាម៉ូតូ PCX ពណ៌ខ្មៅហ្នឹងណាមីងចាម៉ូតូ PCX ម៉ូតូគេទេម៉ូតូមិត្តភ័ក្តិគាត់ទេមែនម៉ូតូខ្លួនឯងទេមែនម៉ូតូខ្លួនឯងទេម៉ូតូគាត់ខ្ចីគេទេអញ្ចឹងឥឡូវម្ចាស់ម៉ូតូគេត្រូវការសំណងម៉ូតូទៀតចាគេត្រូវការសំណងម៉ូតូពីខ្ញុំអញ្ចឹងហើយខ្ញុំអត់មានលទ្ធភាពសងម៉ូតូគេទេដោយសារខ្ញុំមិនទាន់បានទទួលសំណងបាទហើយការដែលបនសពកូនក៏ខ្ញុំខ្ចីគេបុលគេយកលុយមកធ្វើបនសពឲ្យកូនបាទឥឡូវខ្ញុំមានបន្ទុកត្រូវដោះស្រាយណាមួយការប្រាក់គេណាមួយម្ចាស់ម៉ូតូគេទៀមទាខ្ញុំមិនដឹងថាត្រូវធ្វើដូចម្ដេចមានតែមកពឹងប្អូនឲ្យជួយផ្សព្វផ្សាយដើម្បីឲ្យអាយដាមកៅរិទ្ធមេត្តាអាណិតជួយដល់រូបនាងខ្ញុំបាទសាវជ្រាវរឿងក្តីនេះសូមឲ្យនាងខ្ញុំបានទទួលសំណងដែលនាងខ្ញុំត្រូវបាននឹងផងបាទតែប្រព័ន្ធតុលាការគាត់បានកាត់ក្តីឲ្យអ្នកមីងគាត់ឈ្នះហើយចាគាត់បានកាត់ក្តីឲ្យនាងខ្ញុំចរចាជាមួយជនបង្កគាត់បានកាត់ក្តីឲ្យនាងខ្ញុំទទួលសំណងនៅ45លានបាទប៉ុន្តែមកទល់នឹងពេលនេះនាងខ្ញុំមិនទាន់បានឃើញសំណងហើយក៏មិនទាន់បានទទួលសំណងពីជនបង្កដែរបាទនាងខ្ញុំរងចាំយូរពេកទៅមករកប្អូនឲ្យជួយផ្សព្វផ្សាយចុះពេលហ្នឹងក៏មានគេតាក់ទងថារឿងនិយាយពាក្យសំណងជាមួយនឹងអ្នកមីងអត់ពេលហ្នឹងអត់មានទេអូនស្ងាត់ឈឹងតែហ្មងអត់មានខាងជនបង្កអត់មាន
តាក់តងមកខាងខ្ញុំតាំងពីថ្ងៃដែលបង្កហេតុនៅលើកូនខ្ញុំរហូតមកដល់លំពេលនេះខ្ញុំមិនទាន់បានជួបខាងជនបង្កមកដោះស្រាយឲ្យនាងខ្ញុំតាក់តងមករឿងសំណងហ្នឹងទេបាទចុះរឿងសំណងហ្នឹងគេតាក់តងមកអ្នកមីងតាមណាដែរថាសំណង45លានហ្នឹង45លានអ្នកមីងណាចា45លានពេលហ្នឹងខាងតុលាការគេក៏ហៅខ្ញុំទៅចរចាជាមួយជនបង្កបាទប៉ុន្តែអត់មានសាច់ញាតិជនបង្កមកដោះស្រាយជាមួយនាងខ្ញុំទេខ្ញុំចរចាជាមួយជនបង្កពេលដែលត្រូវបកលលុយបកលសំណងបាយជាខាងគ្រួសារជនបង្កគេឆ្លើយថាគេអត់មានលុយសងឲ្យនាងខ្ញុំទេបាទហើយចឹងខ្ញុំសួរថាតើច្បាប់តុលាការកាត់ឲ្យខ្ញុំឈ្នះក្តីបាទដោយខ្ញុំបាត់បង់កូនខ្ញុំត្រូវទទួលបាន45លានចុះច្បាប់តុលាការកាត់ហើយហេតុអីខ្ញុំអត់បានទទួលសំណងតើច្បាប់នឹងមានន័យអត់មានភាពអយុត្តិធម៌សម្រាប់ខ្ញុំអ្នករងគ្រោះអត់ដែលខ្ញុំបាត់បង់កូនហើយខ្ញុំត្រូវទទួលបន្ទុកជាពាក់បំណុលគេដោយសារធ្វើបុណ្យឲ្យកូនទទួលបន្ទុកត្រូវជាពាក់ថ្លៃម៉ូតូគេតើខ្ញុំមានភាពយុត្តិធម៌អត់ខ្ញុំឮសម្ដេចឮឯអាដាមកៅរិទ្ធគាត់បំពេញនេះឲ្យរឿងអយុត្តិធម៌រឿងយុត្តិធម៌សម្រាប់ជនបង្កជនរងគ្រោះទៅខ្ញុំមកស្នើសុំឲ្យអាដាមមេត្តាជួយដល់រូបនាងខ្ញុំផងនាងខ្ញុំទីក្រអត់ខ្លាំងណាស់មួយថ្ងៃរកព្រឹកខ្វះល្ងាចសូមមេត្តាលោកជួយខលរូបនាងខ្ញុំផងចឹងសាលាការគេកាត់ឲ្យមីងឈ្នះក្តីរឿងនឹងហើយឈ្នះហើយអូនធ្វើការតាមនីតិវិធីឲ្យមីងហើយចាប៉ុន្តែដល់ឡែកជនបកហ្នឹងគាត់អត់បានឲ្យលុយមកមីងទេចាឥឡូវនេះកូនក៏ស្លាប់បំណុលក៏ជំទិះប្រាក់សំណងក៏អត់ទាន់បានប្រាក់សំណងក៏អត់ទាន់បានខាងម៉ូតូគេរងចាំយើងហើយជនបង្កអ្នកមីងដឹងថាជាប់ពន្ធនាគារឬមួយក៏នៅក្រៅឃុំទេខាងតុលាការខ្ញុំសួរខាងតុលាការគេថាគេនៅជាប់ឃុំបាទតុលាការកាត់ក្តីឲ្យជាប់ឃុំ2ឆ្នាំហើយឲ្យបកគលសំណងមកឲ្យរូបនាងខ្ញុំ45លានប៉ុន្តែនាងខ្ញុំអត់បានទទួលសំណងទេចេញលោគេចាប់អ្នកបើកបុកនឹងស្លាប់នៅក្នុងពន្ធនាគារណាមីងបាទចេញលោអ្នកនៅនោះហើយនៅជាប់ឃុំនៅនោះបានអីសងមីងចុះខាងគ្រួសាររបស់គាត់ត្រូវតែមានដំណោះស្រាយឲ្យរូបនាងខ្ញុំអញ្ចឹងចេះអ្នកមីងអាចទំនាក់ទំនងទៅកាន់អ្នកដែលកាន់រឿងរបស់មីងឡើងវិញសួរថាឥឡូវហ្នឹងខ្ញុំអត់ទាន់បានសំណងទេតើខ្ញុំត្រូវធ្វើវិធីសាស្ត្រយ៉ាងម៉េចរបៀបម៉េចអាចនឹងបានទាមទារសំណងដើម្បីយកលុយហ្នឹងសម្រាប់បែងចែកមកធ្វើបុណ្យឲ្យកូននិងសងម៉ូតូគេហើយនឹងធ្វើជាពាក់គេដែលធ្វើបុណ្យធ្វើអីហ្នឹងមីងណាមីងស្នើសុំទៅខាងអាដាមកែរិទ្ធម្ដងទៀតទៅមើលតើគាត់មានដំណោះស្រាយអីឲ្យមីងខ្លះនាងខ្ញុំសូមទទូចឲ្យទទូចទៀតសូមដល់អាដាមកៅរិទ្ធមេត្តាជួយស្រាវជ្រាវរឿងក្តីគ្រូកូននាងខ្ញុំសូមមេត្តាជួយរកភាពយុត្តិធម៌ឲ្យខ្ញុំបានទទួលសំណងនេះផងពីព្រោះនាងខ្ញុំពិបាកខ្លាំងណាស់ដោយសារតែបាត់បង់កូនជាចំហនៃគ្រួសារហើយសូមកុំឲ្យខ្ញុំបាត់បង់សំណងនេះអីសូមលោកមេត្តាជួយខ្ញុំឲ្យខ្ញុំបានទទួលសំណងដែលខ្ញុំត្រូវបាននេះផងខ្ញុំជឿជាក់ថាអ្នកមីងនឹងទទួលបានយុត្តិធម៌បើមកត្រឡប់មកវិញមកមីងណាជឿចាប់ណាអូនដែលចម្លងឃើញរូបថតកូនថ្ងៃណាក៏ទឹកភ្នែកថ្ងៃណាក៏ទឹកភ្នែកព្រោះកូនខ្ញុំជាក្មេងល្អគាត់ដើរកន្លងធေါ်ឪពុកម្ដាយមិនដែលធ្វើឲ្យម្ដាយពិបាកចិត្តទេបាទអូនជាកូនទីម៉ានណាមីងកូនទី1អូនកូនទី1អញ្ចឹងអ្នកមីងមានកូនក្នុងបន្ទុកគ្រួសារចំនួនប្រហែលអ្នក3នាក់ចាបាទកូនបង ចូលរួមលែកទុកផងណាមីងណាបាទហើយខ្ញុំក៏សុំទោសមីងជាមុនដែរដើម្បីសាកសួរធ្វើឲ្យមីងមានអារម្មណ៍មិនសប្បាយចិត្តណាមីងណាចាអូអត់អីទេអរគុណច្រើនអរគុណច្រើនអ្នកមីងណារឿងរ៉ាវទាំងអស់នេះយើងសង្ឃឹមថាអ្នកមីងនឹងអាចទទួលបានសំណងដើម្បីដោះតល់រឿងរ៉ាវដែលគាត់ជាពាក់គេសង្ឃឹមថាអាដាមកែរិទ្ធលោកនឹងមានវិធានការដើម្បីស្រាវជ្រាវរឿងនេះឡើងវិញដើម្បីឲ្យគាត់បានទទួលសំណងអរគុណនេះជាការរៀបរាប់របស់គាត់ខ្ញុំមិនអាចទៅផ្សាយព័ត៌មានបំភ្លឺនិងបំភ្លៃការពិតទេគាត់ជាអ្នកលើកឡើង
ហើយរឿងនេះសង្ឃឹមថាអ្នកមីងទទួលបានភាពយុត្តិធម៌អរគុណប្រិយជនខ្ញុំបាទ Mr. K រួមទាំងលោកតារាក៏សូមលំអរកាយគ្រប់លាបើសិនជាមានពីពេចន៍ខុសឆ្គងត្រង់ណាមសំរុំក៏សូមខន្តីអភ័យទោសដល់ខ្ញុំបាទផងដែរអរគុណ បងប្អូនបានស្ដាប់ហើយសាប៊ូកក់សក់និងសាប៊ូដុសខ្លួនសាហារ៉ាគឺជាផលិតផលខ្មែរពិត 100% ហើយអ្វីដែលកាន់តែអស្ចារ្យទៀតនោះសាប៊ូសាហារ៉ានេះគឺផលិតក្នុងប្រទេសកម្ពុជាចំណុចពិសេសរបស់សាប៊ូកក់សក់សាហារ៉ាវិញគឺកាត់បន្ថយការជ្រុះសក់បំបត្តិអង្គែធ្វើឲ្យសក់ទន់រលោងត្រជាក់ស្បែកក្បាលនិងមានអារម្មណ៍ស្រស់ស្រាយបន្ទាប់ពីបងប្អូនកក់រួចចំណែកឯសាប៊ូដុសខ្លួនសាហារ៉ាវិញគឺមានជាមួយនឹង Gold Collagen ឬក៏កំទេចមាស 24K ជួយឲ្យស្បែកមានសំណើមបំបត្តិក្លិនខ្លួនហើយបំបត្តិសង្វាររមាស់កមជាពិសេសនឹងមុនខ្នងរបស់បងប្អូនដូចដែលបងប្អូនបានឃើញនៅក្នុងវីដេអូនេះស្រេចហើយនេះគឺជាសង្វាក់ផលិតកម្មរបស់សាប៊ូកក់សក់និងសាប៊ូដុសខ្លួនសាហារ៉ាដែលផលិតឡើងដោយកូនខ្មែរពិត 100% នៅក្នុងប្រទេសកម្ពុជាយើងនោះតែម្ដងអញ្ចឹងសម្រាប់បងប្អូនដែលចង់យកទៅចែកចាយលក់ដូរបន្តបងប្អូនអាចឆាតមកកាន់ Facebook Page របស់ Sahara Comedy ឬក៏តាមរយៈលេខទូរស័ព្ទទាំងពីរប្រព័ន្ធរបស់ក្រុមហ៊ុនដាក់នៅក្នុងវីដេអូឬក៏ comment ខាងក្រោម Sahara ផលិតនៅប្រទេសកម្ពុជាផលិតដោយកូនខ្មែរគាំទ្រផលិតផលខ្មែរថែសេដ្ឋកិច្ចជាតិទាំងអស់គ្នា